Sanghang Saranam Gacchami សូមនមស្ការក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះរាជាគណៈសម្ដេចមន្ត្រីសង្ឃគ្រប់ជាន់ឋានៈនិងប្រជាជនគ្រប់ព្រះអង្គទាំងក្នុងនិងក្រៅប្រទេសជាទីគោរពសក្ការៈដ៏ពងពោះហើយសូមធ្វើគិរិយាកិច្ចចំពោះសម្ដេចទ្រង់អាយដាមលោកជំទាវអ្នកអង្គញាលោកជំទាវពុទ្ធសាសនិកជនទាំងក្នុងនិងក្រៅប្រទេសដែលកំពុងតាមដានទេសនានៅកម្មវិធីពន្លឺព្រះពុទ្ធសាសនាកម្មវិធីពន្លឺព្រះពុទ្ធសាសនាបានវិលមកជួបពុកម៉ែបងប្អូនជាថ្មីម្ដងទៀតតាមពេលនិងម៉ោងកំណត់កម្មវិធីនេះមានការចាក់ផ្សាយជូនជារៀងរាល់ថ្ងៃសៅរ៍ដល់ថ្ងៃអាទិត្យវេលាម៉ោង 5 ដល់ម៉ោង 5:30 នាទីព្រឹកបាទកម្មវិធីនេះផងដែរបានការព្រួយផ្ដើមនិងឧបត្ថម្ភគ្រប់គ្រងពីព្រះបញ្ញាបាតិពលហោសកុលព្រះគ្រូចៅតកាវត្តច្បារអំពើក៏ដូចជាព្រះអង្គក៏ជាប្រធានសម្របសម្រួលក្នុងកម្មវិធីផងដែរថ្ងៃនេះព្រះអង្គបាននិមន្តសម្របសម្រួលក្នុងកម្មវិធីដែលមានខ្លឹមសារជាបន្តបន្ទាប់ដូចតទៅนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัทโธรัตนัตยัสสะนะโมอริกิริยานมัสการថ្វាយបង្គំមេនៃអង្គខ្ញុំបកុណាអត្ថោជលមានរតនតយស្សៈដល់ព្រះជុំ3នៃព្រះត្រៃរតន៍បានដល់ព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1ព្រះសង្ឃរតនៈ1ដោយសេចក្តីជ្រះថ្លាបំផុតសូមក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករឿងព្រះញាណវង្សខឹមសនព្រះមេគុណរាជធានីភ្នំពេញព្រះរាជាគណៈបថេរានុត្តរៈគ្រប់ព្រះអង្គទាំងអស់ដែលជាព្រះសង្ឃសាវកនៃព្រះដ៏មានបុណ្យឲ្យតែបានបួសក្នុងព្រះសាសនាសូមក្រាបថ្វាយបង្គំដោយសេចក្តីជ្រះថ្លានៅក្នុងឱកាសនេះខ្ញុំកណាក៏សូមនមស្ការចំពោះគុណចាស់ព្រះអង្គគ្រូមេត្តាបាឡោទឹមសឿតព្រះអង្គគ្រូបច្ចាតិកាវត្តនិក្រូធវ័នគុលតឹងគុណចាស់ព្រះអង្គគ្រូភុងសវណ្ណព្រះគ្រូសូត្រស្ដាំគុណចាស់កនព្រះគ្រូសូត្រឆ្វេងព្រមទាំងបកណាជាម្ចាស់គ្រប់ព្រះអង្គទាំងអស់ដោយសេចក្តីគោរពកម្មវិធីពន្លឺព្រះពុទ្ធសាសនាបានវិលត្រឡប់មកជួបកណាជាម្ចាស់គ្រប់អង្គញាតិញោមពុទ្ធបរិស័ទទាំងអស់សាជាថ្មីវិញហើយដោយក្នុងថ្ងៃនេះផងដែរកម្មវិធីក៏នឹងជ្រើសរើសប្រធានបទដែលតាក់ទងទៅនឹងពុទ្ធភាសិតដែលព្រះសម្មាសម្ពុទ្ធបរមគ្រូព្រះអង្គទ្រង់ត្រាស់សម្ដែងថាយោអបទុទ្ធាសៈនរសៈទុសតិសុទ្ធាសៈបោសសៈអនននណាសៈតមេវៈពីលੰបច្ចេតិបាបាំងសុខមោរជោបដិវាតាំងវខតោប្រែថាបុគ្គលណាប្រទុះចំពោះអ្នកមិនប្រទុះតបជាសត្វស្អាតមិនមានកិលេសដូចជាទីទូលណាបាបរមែងត្រឡប់រកបុគ្គលពីលនោះវិញដូចធូលីល្អិតដែលបុគ្គលបានបាចទៅទីច្រាស់ខ្យល់ដូច្នោះណាក្នុងសេចក្តីនេះដែរតាក់ទងទៅនឹងការបន្ទោសនេះបន្ទោសហ្នឹងគឺការបង្កើតនៅចំនួនឆ្លោះទាស់ទែងណាឬក៏ដែលតាក់ទងទៅនឹងណាការខ្វែងគំនិតឬក៏តាក់ទងទៅការនិន្ទាឈ្នានីសឬតាក់ទងទៅនឹងការប្រើនៅអំពើហិង្សាផ្សេងណារវាងគ្នានឹងគ្នារវាងបុគ្គលណាមួយនិងបុគ្គលណាមួយរវាងពួករវាងក្រុមជាដើមចឹងទៅនឹងហើយសុទ្ធតែជាការបន្ទោសណាប៉ុន្តែក្នុងចំណុចនេះ
ประเกียรติថាដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាបុគ្គលណាប្រទុះចំពោះអ្នកមិនប្រទុះតបណាមិនប្រទុះតបណាហើយវាប្រៀបដូចជាណាអ្នកដែលមិនមានកិលេសនឹងណាអ្នកដែលមិនប្រទុះជាមួយនឹងគឺអ្នកដែលគ្មានកិលេសទេណាអញ្ចឹងប្រៀបបីដូចជាធូលីល្អិតដែលបុគ្គលបាចទៅច្រាស់ខ្យល់ណាធូលីល្អិតនោះរមែងនឹងណានឹងហុយផើតត្រឡប់មកលើខ្លួនបុគ្គលអ្នកបាចវិញណាត្រង់សេចក្តីនេះគឺរមែងប្រាប់ថារមែងនឹងបញ្ជាក់យកមកសម្ដែងសង្កត់ថាបើបុគ្គលណាមួយធ្វើអាក្រក់ទៅលើជនណាមួយបុគ្គលណាមួយនោះហើយគេមិនបានតបតទេគេមិនតបតហើយគេព្យាយាមកិច្ចជៀសទៀតណាហើយបុគ្គលនោះទៀតផងសោតបុគ្គលខ្លះទៅបន្ទោសទៅឈ្នាននេះជាមួយនឹងបុគ្គលដែលមានគុណធម៌ខ្ពស់តែអញ្ចឹងគឺបុគ្គលអ្នកមានគុណធម៌ខ្ពស់នោះរឹងរិតតែមិនប្រកាន់មិនលវីលវល់ណាជាមួយនឹងបុគ្គលដែលជាមិច្ឆាទិដ្ឋិបុគ្គលដែលជាជនពាលណាដែលប្រព្រឹត្តតែនៅអំពើទុច្ចរិតផ្សេងណាដែលនាំខ្លួននឹងមានសេចក្តីទុក្ខលំបាកនាបច្ចុប្បន្នជីវិតរស់នៅនេះសេចក្តីសុខគ្មានទេសម្រាប់ជីវិតដោយសារខ្លួនមិនបានអប់រំចិត្តល្អឡើយណាចិត្តរបស់ខ្លួននោះពោពេញទៅដោយលោភៈពោពេញទៅដោយទោសៈពោពេញទៅដោយមោហៈសេចក្តីសុខឯណានឹងកើតមានបានណាអត់បានទេដូចជាភ្លើងឆេះប្រាណឆេះរាងកាយណាជារៀងរាល់ថ្ងៃអញ្ចឹងណាសំបីតែការណាសម្រាននោះក៏មិនសម្រានជាសុខដែរសម្រានទៅនៅតែយកសពបន្ទោសណាជាមួយអ្នកដតីខឹងជាមួយអ្នកដតីចង់ធ្វើបាបអ្នកដតីចង់បន្ទោសជាមួយនឹងអ្នកដតីដែរហ្នឹងណាចំពោះជាជនពាលគឺរើសេចក្តីសុខដាក់ខ្លួនក្នុងឆាកជីវិតមិនមានឡើយហើយបុគ្គលដែលបន្ទោសជាមួយនឹងបុគ្គលដតីហើយដែលបុគ្គលដតីនោះមិនបន្ទោសជាមួយខ្លួនហ្នឹងក៏នៅតែរឹងតែតឹងនៅតែរឹងត្អឹងបន្ទោសជាមួយអ្នកបុគ្គលដែលមានគុណធម៌នោះមិនបានបន្ទោសជាមួយខ្លួននឹងក៏ទទួលបាបនឹងកាន់តែធ្ងន់ឡើងថែមទៀតផងដែរណាអញ្ចឹងបានជាតាក់ទងនឹងបញ្ហាកម្មផលថាបើអ្នកណាសម្លាប់ឬក៏ណាទៅបៀតបៀនចំពោះបុគ្គលដែលមានការរក្សាសិលដែលហៅថាមានគុណធម៌ខ្ពស់បាបនឹងក៏ធ្ងន់ណាអញ្ចឹងបានលោកបែងចែកទោសនៃការដូចជារឿងអនន្តរិយកម្មជាដើមណាលោកបែងចែកអញ្ចឹងថាបុគ្គលណាដែលសម្លាប់ឬក៏បុគ្គលណាដែលមានការបៀតបៀនឲ្យទុក្ខភ័យទៅដល់បុគ្គលដែលមានគុណធម៌ណាគុណធម៌ឬក៏បុណ្យបារមីឬក៏បុគ្គលដែលចាស់ខ្លាទៅដោយនិស្ស័យគឺការរក្សាសិលនៅក្នុងពុទ្ធសាសនាក្តីណានោះបុគ្គលនោះទទួលបាបធ្ងន់ណាអញ្ចឹងបានជាសំបីតែការឲ្យទានទាំងការធ្វើល្អនិងការធ្វើអាក្រក់ណាក៏បែងចែកទៅតាមនឹងដែរបើការធ្វើបុណ្យវិញធ្វើទានវិញឲ្យទានចំពោះសត្វដេរឆានបានអានិសង្ស100អត្តភាពឬក៏100គុណណានឹងដេញឡើងទៅអានឹងសត្វដេរឆានណារហូតដល់មនុស្សដែលទ្រុះសិលណារហូតដល់មនុស្សដែលមានសិលរហូតដល់ប្រសង់ទៅទៀតគឺបានផលហ្នឹងវាចេះតែដេញច្រើនឡើងទៅតាមអីទៅតាមគុណធម៌នៃបុគ្គលនីមួយហ្នឹងណាយ៉ាងណាមិញបាបក៏ដូចគ្នាដើរអញ្ចឹងមកដែរការបុគ្គលណាធ្វើអាក្រក់បៀតបៀនធ្វើឲ្យភ័យអន្តរាយទាំងឡាយផលវិបាកទាំងឡាយដល់បុគ្គលដែលមានគុណធម៌ទៀតបាបនឹងក៏មានកម្រិតប៉ុណ្្នឹងដែរហើយបើធ្វើចំពោះបុគ្គលដែលមានគុណធម៌ខ្ពស់បាបនឹងក៏កាន់តែធ្ងន់ដែរណាដូចជាបេតុឃាតមាតុឃាតសម្រាប់បិតាបិតាសម្រាប់ព្រះអរហន្តធ្វើនៅលោហិតទាំងឡាយឪពុះពោដល់នៃព្រះអរហន្តឬក៏ព្រះបច្ចេកពុទ្ធយ៉ាងណាក្តីដែលការធ្វើឃាតសម្រាប់នោះក្តីនោះគឺមានបាបនឹងធ្ងន់ណាស់ណា
ឥឡូវនេះដើម្បីឲ្យកាន់តែមានការយល់ចូលចិត្តនិងកើតនៅសេចក្តីជ្រះថ្លានៅក្នុងបគាថាដែលជាពុទ្ធភាសិតរបស់ព្រះសម្មាសម្ពុទ្ធចំពោះការបន្ទុះជាមួយនឹងបុគ្គលដែលមិនបន្ទុះតបតនេះបាននៅផលកុសលឬក៏ទទួលនៅទុកទោសយ៉ាងណាឬក៏នឹងប្រព្រឹត្តទៅតាមកម្មយ៉ាងណាក៏ខ្ញុំករាសូមអរតនានិមន្តគុណចាស់ណាឆាយកនណាព្រះគ្រូសោតឆ្វេងវត្តនិក្រូតវ័នគុលតឹងសូមគុណចាស់ព្រះអង្គគ្រូកណានិមន្តបកស្រាយកណាព្រះគាថាដែលព្រះដ៏មានព្រះភិក្ខជាម្ចាស់ព្រះអង្គបានសម្ដែងថាយោអបតុតស្សៈណានិរសៈទុសតិបុគ្គលដែលបន្ទោសចំពោះបុគ្គលឬក៏សត្វដទៃដែលមិនបន្ទោសណាអញ្ចឹងលោកសម្ដែងថាសត្វហ្នឹងជាសត្វស្អាតជាសត្វបរិសុទ្ធហើយយើងទៅបន្ទោសទៅប្រព្រឹត្តធ្វើទៅអានឹងប្រព្រឹត្តទៅជាបាបធ្ងន់ធ្ងរណាស់នៅក្នុងព្រះគាថាធម្មបទហ្នឹងហើយចង់បញ្យល់ឲ្យពុទ្ធបរិស័ទគ្រប់រូបទាំងអស់ដែលជាអ្នកគោរពរាប់អាននៅព្រះពុទ្ធសាសនានេះឲ្យបានយល់ចូលចិត្តថាមនុស្សយើងទាំងអស់គ្រប់រូបនឹងឯងមិនថាជានរណាទេតែងតែប្រាថ្នាចង់បាននូវសេចក្តីសុខមិនចង់បានការបៀតបៀនឡើយដូច្នេះយើងត្រូវធ្វើល្អដល់គ្នានឹងគ្នាត្រូវមានការសង្គ្រោះអនុគ្រោះដល់គ្នានឹងគ្នាមិនត្រូវមានការបន្ទោសរាយទេណាមនុស្សយើងក៏ចង់បានសេចក្តីសុខសត្វទាំងឡាយក៏ចង់បានសេចក្តីសុខមិនប្រាថ្នានៅសេចក្តីទុក្ខដ៏តិចតួចឡើយណាអញ្ចឹងត្រូវផ្សាយមេត្តាចិត្តណាត្រូវមាននៅមេត្តាធម៌ជាមេត្តាព្រហ្មវិហារជាគ្រឿងរស់នៅដ៏ប្រសើរបើសិនតែយើងរស់នៅដោយការក្តៅក្រហាយការបៀតបៀនគ្នាមិនមាននៅមេត្តាធម៌ដល់គ្នានឹងគ្នាទេសង្គមលោកពិភពលោកយើងនេះមិនបាននូវសេចក្តីសុខឡើយណាមានតែការបៀតបៀនគ្នាទៅវិញទៅមកអញ្ចឹងព្រះពុទ្ធសាសនាព្រះអង្គបានអប់រំបានទូមានដល់វិន័យសត្វទាំងឡាយនឹងឯងត្រូវជាអ្នកមិនប្រទោសមិនពេញចិត្តមិនរីករាយណាមិនត្រូវពេញចិត្តមិនត្រូវរីករាយក្នុងការប្រទោសណាជាធម៌ដែលធ្វើឲ្យលោកនេះឯងបាននូវសេចក្តីក្តៅក្រហាយណាមិនបាននូវសេចក្តីសុខទេដើម្បីបាននូវសេចក្តីសុខតលតែយើងប្រព្រឹត្តធម៌ទាំងអស់គ្នាធ្វើនៅអំពើល្អទៅតាមលទ្ធភាពរបស់ខ្លួនដែលអាចធ្វើបានទាំងកាយក្តីទាំងវាចាក្តីទាំងចិត្តក្តីធ្វើយ៉ាងម៉េចឲ្យទៅជាប្រយោជន៍ដល់មនុស្សទាំងឡាយនៅក្នុងសង្គមប្រទេសជាតិរបស់យើងណាត្រូវមានសង្ឃហធម៌ការសង្គ្រោះការអនុគ្រោះដល់គ្នានឹងគ្នាឲ្យទានឬក៏ប្រើនៅពាក្យសម្ដីជាបយៈវាចាជាវាចាជាទីស្រឡាញ់ជាទីរីករាយណារឿងនេះមិនមែនតែមនុស្សយើងទេដែលទៀមទាដែលចង់បានសូម្បីតែពីសម័យពុទ្ធកាលព្រះអង្គធ្លាប់សម្ដែងអប់រំដល់ភិក្ខុសាមណេរក្នុងពុទ្ធសាសនានេះណាសូម្បីតែសត្វទេដែលឆានណារឿងកោណន្តវិសាលនោះណាម្ចាស់ចវាយរបស់ខ្លួនប្រើពាក្យសម្ដីមិនល្អគោនឹងអត់មានកម្លាំងកំហែងដើម្បីអូសនៅរទេសនឹងទេណាអញ្ចឹងត្រូវប្រើពាក្យសម្ដីនឹងឯងឲ្យបានពីរោះពិសាទៅជាភរុសទៅជាបុព្វវាចាណាមិនមែនទៅជាភរុសវាចាឬក៏តកួសពាក្យតកួសបោះបោកទេណាត្រូវប្រើពាក្យផ្អែមល្ហែមមនាលគោដល់ចម្រើនអ្នកចូលអូសរទេសទៅមនាលគោដល់ចម្រើនអ្នកចូលទាញនៅរទេសនេះទៅណាអញ្ចឹងណាប្រើពាក្យហ្នឹងឯងពីរោះពិសាទៅធ្វើឲ្យគោហ្នឹងមានកម្លាំងចិត្តនឹងរឿងគោណន្តវិសាលចុះរឿងយើងទាំងអស់គ្នាជាមនុស្សនេះណានៅក្នុងសង្គមជាតិរបស់យើងហ្នឹងចេះប្រើពាក្យសំដីតែពាក្យពេចន៍ទាំងឡាយនិយាយទៅរកគ្នាដោយមេត្តាណាទៅជាវាចាដែលស្អាតដែល
ផូរផង់បរិសុទ្ធទៅគ្នានឹងគ្នាប្រកបដោយមេត្តាចិត្តចឹងណាដែលថាមិនបន្ទោះហ្នឹងគឺជាធម៌ដែលធ្វើឲ្យពិភពលោកបាននូវសេចក្តីសុខចឹងណាហើយសង្គមយើងបច្ចុប្បន្ននេះភរិយាស្វាមីក្រុមគ្រួសារវងតកូលមូលមិត្តជួបជុំគ្នានៅសភាពរស់នៅសប្តាហ៍ថ្ងៃនេះប្រសិនបើមាននៅហិង្សាណាហិង្សានឹងបានន័យថាម៉េចបានន័យថាជាធម៌ដែលធ្វើឲ្យក្តៅក្រហាយក្នុងគ្រួសារណាភរិយាមើលងាយស្វាមីនេះមើលងាយភរិយាវាយដំច្រំធាក់គ្នាទៅវិញទៅមកទៅมันបាននៅសេចក្តីសុខទេក្នុងក្រុមគ្រួសារហ្នឹងអញ្ចឹងត្រូវមានអហិង្សាណាការមិនបៀតបៀនគ្នាណាមិនប្រមាថមើលងាយគ្នាទៅជាមនុស្សដែលចេះផ្ដល់នូវសេចក្តីសុខឲ្យក្រុមគ្រួសារគឺភរិយានិងស្វាមីបន្តមកទៀតកូនចៅប្រុសស្រីនឹងឯងយកទិដ្ឋានុគតិដែលល្អរបស់មេត្តានិងបិតានឹងទៅក៏បង្កើតនូវសេចក្តីសុខជាមហាគ្រួសារដ៏ធំមាននូវសេចក្តីសុខក្នុងប្រទេសជាតិទាំងមូលអញ្ចឹងដូច្នេះសូមឲ្យធម៌នៃការមិនប្រទុះសរាយគ្នានេះបានផ្សព្វផ្សាយទៅជាសេចក្តីសុខដ៏សំខាន់នៅក្នុងប្រទេសជាតិរបស់យើងក៏ដូចជាក្នុងជីវិតរបស់សត្វលោកហើយព្រះពុទ្ធសាសនាក៏ដឹកនាំញាតិញោមឲ្យដល់ទីបំផុតបរមសុខពោលគឺព្រះនិព្វានសូមអនុមោទនាណាសាធុណាអរគុណចំពោះគុណម្ចាស់ឆៃកនគុណម្ចាស់ព្រះអង្គគ្រូសូត្រឆ្វេងវត្តនិក្រូធវ័នជាប្រធានផ្សព្វផ្សាយពធនៅក្នុងវិទ្យុស្ថានីយ៍នៅក្នុងវត្តតែម្ដងណាឥឡូវនេះឃើញថាគុណចាស់អង្គគ្រូឆៃកនក៏បានបកស្រាយយ៉ាងប្រពៃណាស់តែតាក់ទងទៅនឹងការបន្ទោសនេះលើកឡើងឆ្លោះអំពីសង្គមជាតិណាអំពីសង្គមមនុស្សថាណាក៏ចង់បានសុខដែរកុំថាឡើយដល់មនុស្សសូម្បីតែសត្វហ្នឹងក៏ចង់បានសុខដែរគ្មាននរណាចង់បានសេចក្តីទុក្ខដោយអ្នកដទៃបៀតបៀននោះឡើយហើយសូម្បីឡើយតែការបន្ទោសធ្វើដល់ការបៀតបៀនទៅដោយការក្តៅក្រហាយឬក៏ភ័យអន្តរាយធំដុំធ្ងន់ធ្ងរសូម្បីតែការពោលនៅវាចាដែលមិនពីរោះពិសានោះក៏មនុស្សម្នាយើងទាំងអស់គ្នាហ្នឹងមិនចង់បានមិនចង់លឺដែរណាមិនចង់លឺឡើយហើយប្រគុណចាស់សំដែងសង្កត់ឲ្យល្អឲ្យត្រូវឲ្យស៊ីជម្រៅជាងនេះទៅទៀតថាកុំសូមបីឡើយតែមនុស្សសូមបីតែសត្វហ្នឹងណាក៏ត្រូវការវិចារល្អដែរណាអញ្ចឹងដើម្បីឲ្យកាន់តែជាក់ច្បាស់នៅក្នុងសាសនសុភាសិតក្នុងបគាថានេះផងដែរក៏ដូចជាក្នុងប្រធានបទនេះផងដែរណាខ្ញុំកណាសូមអរតនានិមន្តគុណម្ចាស់តុនប៊ុនសាយណាដែលជាព្រះគ្រូបង្រៀនផ្នែកព្រះវិន័យផងជាលោកគ្រូបង្រៀនផ្នែកព្រះអភិធម្មផងកណាដែលជាឃ្លាំងនៃពធណាសូមគុណម្ចាស់និមន្តបកស្រាយរង្គាយសេចក្តីឲ្យគុណម្ចាស់គ្រប់អង្គឲ្យញាតិញោមពុទ្ធបរិស័ទទាំងអស់បានយល់ចូលចិត្តនឹងកើតនៅសេចក្តីជ្រះថ្លាផងកណាទានសូមនិមន្តកណាខ្ញុំកណាសូមកណ្ញ្ញាដើម្បីចូលរួមដោះស្រាយនៅក្នុងបញ្ហានឹងជាបន្តជាប់តេតងនៅក្នុងបគាថាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងជាប់តេតងរឿងបុគ្គលដែលបន្ទុះសារាយចំពោះអ្នកដែលមិនបន្ទុះដែលជាបុគ្គលដ៏បរិសុទ្ធណានៅក្នុងសេចក្តីហ្នឹងយើងសិក្សាពិចារណាទៅជាប់តេតងនៅក្នុងព្រះពុទ្ធដីកាអីក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គមានសម្ដែងបញ្ជាក់ជាប់តេតងថាបើសិនជាយើងនឹងដឹងថាបុគ្គលហ្នឹងជាអ្នកខឹងក្រោធបន្ទុះសារាយបៀតបៀនមកលើយើងហើយបើសិនជាយើងនឹងទៅខឹងបន្ទុះសារាយតបតទៅរកអ្នកដទៃវិញយើងដែលបន្ទុះសារាយតបតទៅរកអ្នកដទៃហ្នឹងហ្នឹងឈ្មោះថាជាបុគ្គលអន់ជាងអ្នកមុនទៅទៀតដែលអ្នកមុនគេខឹងក្រោធមកលើយើងបន្ទុះសារាយមកលើយើងហើយស្រាប់តែយើងអត់មានសេចក្តីអត់ធន់នៅក្នុងខណ្ឌសន្តានហ្នឹងហើយស្រាប់តែទៅបន្ទុះសារាយតបតទៅវិញហ្នឹងយើងអ្នកបន្ទុះហ្នឹងគឺថាអន់ជាងអ្នកដទៃដែលគេបន្ទុះសារាយពីមុនហ្នឹងទៅទៀតដូចថាយើងបានឃើញអ្នកដទៃហ្នឹងគេធ្វើដំណើរទៅតាមផ្លូវហ្នឹងធ្លាក់ជ្រោះឬក៏ធ្លាក់រណ្ដៅរងើកភ្លើង
chẳng tới sắp tới giờ nắng đang thể nè đang phơi đầm nào tam phơi nắng à thẹn chua thẹn đào được ngược phơi hay sắp tới giờ nơi tại đào tiền giang nam bên chấm po bộ cô đây là bật tu sài chấm po giờ á nằng nè nắng cứ tha bật tới đầm bay từ can là bài dược phun từ can là ruộng pre là sơ cai từ địa chàn và tại sắp tới giờ đang hay giờ tới bật tu sài chỉ môi nè để tì về nắng giờ nó có mua tha chỉ nè đào phơi từ can là bài phun đây đôi khi phải vót riêng ra được không bậc kia tha năng ấy dương sặc xa xa là nam mơ tới đôi chỉ riêng chào nè chào để phụ để thay chua từ vi pre maha mô cả liền chẳng để pre maha mô cả liền năng lâu ọt miên từ khăn cọt và tu sài chỉ môi phụ chào từng ọt năng thế để phụ để thay chua từ năng nè để từ tu sài chỉ môi pre maha mô cả liền đây chỉ nè mình tu nọ vì pre maha mô cả liền đó tịch ti chẳng từng ọt rồi hốt đó lục pre nập tiền nè thấy ba bậc cam đó để phụ để thay thơ chẳng mà lơ pre maha mô cả liền đây chỉ nè mình tu sài tòm chẳng ti và phật tới từ pre chia và ban ở chia sẻ tổ nâng ban sơ ca rộng nè đây sầm lap pre maha mô cả liền nâng sơ ca tới đắng thập vụ chào từng ở nâng cứ bộ anh đây là thầy nâng ai chua tới sầm lap pre maha mô cả liền nâng chẳng tới pre ba chia sẻ tổ khang để chắp bộ anh đây là thầy từng ở nâng ở đây miền ca phơ ở bờ ở cọ từ lơ pre maha mô cả liền đây chỉ nè mình tu top đây chỉ nè ở cái này hay nữa chạp máu cọpនៅក្នុងដីត្រឹមពាក់កណ្ដាលខ្លួនហើយយករទេះនឹងឯងយកនោះនឹងឯងអូសណាអូសពីលើនឹងឯងរស់តែម្ដងហ្នឹងអញ្ចឹងគឺថាបាបនឹងឯងឲ្យផលតន់ហន់ភ្លាមមកលើខ្លួនឯងវិញតែជាអ្នកបន្ទុះសារាយចំពោះព្រះអរហន្តណាត្បិតថាព្រះមហាមុគលានលោកជាអេតតកៈខាងរិទ្ធមានរិទ្ធច្រើនក៏ពិតមែនអាចដើម្បីធ្វើឲ្យពួកចៅទាំងអស់នឹងវិនិច្ឆ័យអន្តរធានទៅក៏បានប៉ុន្តែដល់អំណាចលោកអត់មានតោសៈចិត្តនៅក្នុងខណ្ឌសន្តានមិនអាចទៅសម្លាប់ជីវិតសត្វបានទេនឹងណាមួយកម្មពៀរបស់លោកមានផងអញ្ចឹងលោកបណ្ដោយទៅតាមកម្មអញ្ចឹងលោកអត់មានទៅបន្ទុះសារាយតបតទៅពួកចៅនឹងវិញទេប៉ុន្តែពួកចៅក្តីពួកអន្តរថ័យក្តីដែលបន្ទុះសារាយចំពោះព្រះមហាមុគលានដែលជាអ្នកមិនបន្ទុះនោះបាបកម្មនឹងឯងគឺថាមកលើខ្លួនឯងវិញនឹងត្រូវប្រេជាទីបំផុតត្រូវសម្លាប់ចោលដែលសម្លាប់ចោលនៅក្នុងជាតិជាបច្ចុប្បន្ននឹងស្លាប់ទៅធ្លាក់ទៅក្នុងនរកទៀតព្រោះប្រព្រឹត្តធ្វើនៅអនន្តរិយកម្មអញ្ចឹងគឺខ្ញុំកណាសូមចូលរួមនៅក្នុងបកាថានឹងប្រមាណប៉ុណ្ណឹងចុះសូមអនុមោទនាសាធុកណាទានសូមអរគុណណាស់ចំពោះគុណចាស់តុនប៊ុនសាយគុណចាស់ព្រះអង្គគ្រូបង្រៀនផ្នែកព្រះវិន័យនិងបង្រៀនផ្នែកខាងព្រះអភិធម្មផងដែរណាបានបកស្រាយរឿងគេសេចក្តីនេះចំចំណុចណាគួរឲ្យចូលចិត្តណាស់គួរឲ្យជ្រះថ្លាមែនទែនដោយបុគ្គលដែលបន្ទុះជាមួយនឹងបុគ្គលដែលមិនបន្ទុះតបតជាអ្នកមានគុណដ៏បរិសុទ្ធនោះគឺបុគ្គលនោះរមែងទទួលកម្មពីវរាដោយខ្លួនឯងណាដោយគុណចាស់មានលើកជាបុគ្គលាទិដ្ឋានរឿងព្រះមោគលាននិងពួកចៅអន្តរថ័យជាដើមណានេះជាការពិតគេណាអញ្ចឹងខ្ញុំកណាក៏នឹកឃើញរឿងមួយដែរណារឿងសទ្ធិម្នាក់ណាដែលគាត់មានសេចក្តីជ្រះថ្លាចំពោះពុទ្ធសាសនាក៏មានជ្រះថ្លាចំពោះនៃគុណព្រះសង្ឃរតនៈក៏បានរតនាព្រះថេរៈមកមួយព្រះអង្គណាមកឆាន់ចង្ហាន់ផ្ទះសទ្ធិនឹងអស់10ឆ្នាំណានិយាយពីជ្រះថ្លាហើយជឿជាក់ណាសម័យគ្រប់10ឆ្នាំនឹងសម័យថ្ងៃ1ខែ1នោះក៏សទ្ធិនឹងបាត់របស់ទៀតជាទីស្រឡាញ់វត្ថុប្រចាំតកូលណាគឺកែវមនីដែលនៅក្នុងផ្ទះរបស់គាត់នឹងតពូជពងវងតកូលគាត់ថែរក្សាតិចតជុំណាមាននៅឲ្យសទ្ធិនឹងរស៊ីមានបានសុខដុមរមនាណាសម័យថ្ងៃមួយក្អែកណាសត្វគ្រីលទៀតច្រឡំសត្វគ្រីលដែលវាមកហើខ្វៀលខ្វែលខ្វាត់ទៅមកចិត្តផ្ទះសទ្ធិហ្នឹងក៏បានពំនៅកែវមនីនឹងទៅណាទៀនពំបាត់អញ្ចឹងទៅណាសូមនិទានដោយសង្ខេបណាដល់ពំបាត់អញ្ចឹងទៅសទ្ធិនឹងស្មានតែប្រធេរៈនឹងយើ
តែមិនតាន់ថាទេនឹកឃើញថាអេក្នុងផ្ទះគ្មានមនុស្សគ្មានអ្នកដទៃណាទេហើយអត់បាត់រាប់ឆ្នាំខែហើយមិនបាត់ពេលណាមិនបាត់បើបាត់ចំអរិញប្រធេរៈនឹងមុនមកឆាន់ថ្ងៃហ្នឹងបាត់កៅមនីនឹងតែហ្មងណាអញ្ចឹងក៏សួរទៅប្រធេរៈនឹងថាបបិទ្ធព្រះមហាធេរៈមានបានឃើញកៅមនីខ្ញុំកណាទេប្រធេរៈនឹងមុនឆ្លើយគិតសិញ្ជឹងក្នុងបតីនឹងបន្តិចអញ្ចឹងថាបើសិនជាលោកឆ្លើយថាឃើញសួរឃើញនៅឯណាថាសัตว์គ្រីលពំទៅហើយប្រកបជាសទ្ធិនឹងតាមសម្រាប់សัตว์គ្រីលណាអញ្ចឹងហាក់ដូចជាលោកធ្វើឲ្យសัตว์គ្រីលនឹងស្លាប់ដែរអញ្ចឹងណាអញ្ចឹងលោកសុកចិត្តឆ្លើយថាអាត្មាមិនដឹងទេអាត្មាមិនដឹងទេលោកសទ្ធិនឹងខឹងតែហ្មងព្រោះវាអត់មានមនុស្សមកពីណាសោះក៏ចាប់ធ្វើចងនៃព្រះមហាថេរៈនឹងធ្វើទុកទូមនិញថាធ្វើបាបវេដំរហូតខ្វាក់បណេតអញ្ចឹងណារហូតខ្វាក់បណេតហ្នឹងណាដល់ខាងក្រោយមកសัตว์គ្រីលនោះឯងក៏វាសัตว์គ្រីលនោះនឹកខាងក្រោយមកក៏បានធ្លាក់ឈាមគេហៅថាអ៊ូតឈាមមកដោយសារកៅមនីនៅខាងក្នុងហ្នឹងណាកៅមនីនៅខាងក្នុងហ្នឹងក៏ធ្វើឲ្យសัตว์គ្រីលនោះបានស្លាប់ទៅណាទៅលេបកៅមនីចូលទៅណាធ្វើឲ្យសัตว์គ្រីលហ្នឹងស្លាប់បាត់បង់ជីវិតទៅអញ្ចឹងប្រធេរៈនោះបានដឹងថាសัตว์គ្រីលនោះធ្លាក់មកនៅចិត្តហើយព្រះអង្គក៏មើលឃើញទៅថាសัตว์គ្រីលនោះស្លាប់ហើយណាក៏សួរទៅសទ្ធិដែលក៏ឃើញដែរសัตว์គ្រីលនឹងស្លាប់ក៏សួរទៅសទ្ធិថាសัตว์គ្រីលនឹងស្លាប់ហើយនៅលោកសទ្ធិណាដល់សទ្ធិទៅមើលថាសัตว์គ្រីលនឹងស្លាប់ហើយថាខ្ញុំដឹងហើយថាអ្នកដឹងអ្នកដែលយើកៅមនីហ្នឹងថាណាយើនោះសัตว์គ្រីលនោះពំទៅណាអញ្ចឹងគឺសទ្ធិហ្នឹងក៏វះពោះសัตว์គ្រីលនឹងមើលណាមុននឹងថាហ្នឹងសួរសិនទីណាមុននឹងឆ្លើយថាដឹងហ្នឹងសួរតែសัตว์គ្រីលនឹងស្លាប់ហើយនៅបើសិនជានៅហ្នឹងក៏មិនថាមិនឃើញដែរក៏ថាមិនដឹងដែរណាព្រោះខ្លាចធ្វើបាបសัตว์គ្រីលហ្នឹងណាដល់អញ្ចឹងក៏បានប្រាប់សទ្ធិហ្នឹងថាសัตว์គ្រីលហ្នឹងជាអ្នកពំនៅកៅមនីហ្នឹងទៅដល់សទ្ធិនឹងវះពោះមើលទៅក៏ឃើញកៅមនីនឹងក្នុងសัตว์គ្រីលហ្នឹងក៏មានការសោកស្ដាយនៅទោសកំហុសមានវិបដិសេរីថាខ្លួនបានធ្វើនៅសេចក្តីបាបទៅលើព្រះមហាថេរៈហ្នឹងក៏មានការសោកសៅស្ដាយក្រោយណាស់ប៉ុន្តែកម្មមិនអនុគ្រោះទេណាមិនអនុគ្រោះទេព្រោះបានសាងហើយបានធ្វើហើយនៅទូទុកបុកម្នេញនៅសេចក្តីលំបាកលំបិនសេចក្តីទុកទាំងឡាយជាប្រមាណលើព្រះថេរៈនោះធ្ងន់ធ្ងរណាណាអញ្ចឹងអ្នកដែលបរិសុទ្ធទៅដោយគុណមិនតបតហ្នឹងណាពេលព្រះថេរៈហ្នឹងអស់ព្រះជន្មហ្នឹងទៅណាក៏នឹងបានឧបនិស្ស័យរហូតបានសម្រេចនៅពធជាន់ខ្ពស់ណារហូតបានសម្រេចនៅពធជាន់ខ្ពស់រីឯចំណែកសទ្ធិវិញដែលជាអ្នកបទុះជាមួយនឹងបុគ្គលដែលមិនបទុះតបតនៅតែខ្លួននឹងរឹងទៅតឹងបទុះជាមួយបុគ្គលដែលមានគុណធម៌នឹងទៀតបែរជានាំខ្លួនចែកឋានទៅទទួលនៅទុកក្នុងអបាយភូមិត្រង់នឹងហើយដែលថាបុគ្គលដែលបទុះចំពោះបុគ្គលដែលមិនបទុះតបតប្រកបដោយគុណបរិសុទ្ធប្រៀបដូចជាការបាចធូលីដីល្អិតណាបញ្ច្រាស់ខ្យល់យ៉ាងណាមិញគឺថាធូលីល្អិតនោះនឹងវិលត្រឡប់មកលើខ្លួនធ្លាក់មកលើខ្លួនវិញហើយកម្មដែលខ្លួនសារអាក្រក់លើបុគ្គលដទៃគេមិនបានតបតកម្មនោះនឹងកម្មពីវរិយនោះនឹងធ្លាក់មកលើខ្លួនដោយព្រះគាថាដែលបានសម្ដែងអធិប្បាយបរិយាយមកខាងដើមប្រមាណប៉ុណ្ណេះជ្រះថ្លាអនុមោទនាសាធុសាធុសាធុសូមអរព្រះគុណចំពោះព្រះប្រធានសម្រាប់សម្រួលព្រះគុណម្ចាស់ជាធម្មកថាក្នុងកម្មវិធីពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសជាទីគោរពទៅតែបានទេសនាในកម្មវិធីនីតិបណ្ឌឺព្រះពុទ្ធសាសនានៅពេលនេះក៏ដល់ទីបញ្ចប់មុននឹងបញ្ចប់ខ្ញុំព្រះកាណាខ្ញុំបាទក៏សូមលើកដៃបួងសួងដល់ទេវតាឆ្នាំថ្មីឲ្យជួយបំបត្តិថែសារប្រជាពលរដ្ឋពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសអសមប្រកបនឹងពុទ្ធពរទាំងឡាយ4ប្រការ
គឺអាយុវណ្ណៈសុខៈពលៈនិងសម្បត្តិ3សម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិបរិនិព្វានកុំបីឃ្លៀងឃ្លាឡាយកម្មវិធីសន្យាជួបពុកម៉ែបងប្អូននៅថ្ងៃស្អែកជាបន្តទៀតតាមពីនឹងមកដល់ដែរសម្រាប់ពេលនេះទូព្រះបង្គំខ្ញុំប្រកាសណាស់ខ្ញុំបាទសេងចន្ទវីសូមរំអរកាយក្រាបថ្វាយបង្គំលានិងសូមគោរពលា